ហុយណាស់ពុកម៉ែបងប្អូនអើយផ្លូវចាប់ពីមុខវត្តសល់ទៅខាងឯគុំសបួយយើងណាផ្លូវហុយមែនទែនពួកអីមកយកនេះដែរមានភ្លៀងទេហើយឡានដឹកស្រូវក៏ចូលមកច្រើនហ្នឹងផ្លូវវាទុកវល់លីងហុយទៅមែនទែនបើសិនពុកម៉ែបងប្អូនជិះកាត់ផ្លូវនេះការពារអង្គគ្នាពាក់ម៉ាស់ពាក់អីឲ្យបានចិត្តបើថាអត់ពាក់ទេជិះអីដល់កបើមិនសួតក៏ល្បេងដែរហើយបើណាគេចូលចិត្តទៅហូបកាយមិនវាយសារាយនេះជិះក្រោយឡានតិចរឿងឯងដល់កវាមានភ្លៀងមានអីសោះប្រយនិយាយពីថាហុយយទៅមែនទែនហើយប៉ះអាផ្លូវរៀងឡានដឹកស្រូវកិនតិចបងប៉លបងដល់កមើលអីមានឃើញទេហើយរងឹតសុងមើលអីថាសឹងដូចព្រិលប្រយមួយពីមុខមើលអត់ឃើញទេតើឈប់មកសទុះអានេះខ្ញុំជិះក្រោយឡានឆ្ងាយបងនេះបើទៅចិត្តបងងាប់ដល់កនិយាយថាហុយមែនភ្លៀងក៏ភ្លៀងទៀតបានតែមួយមេទៅវាបាត់ហុយបាត់អីរៀងក្រិនអានេះអត់សោះប្រយតែពីខែ2ខែ3មកមានអូយតែម៉ាក់យើងចប់ហើយសួតអស់ហើយមួយហិតតែដីហុយខ្លាំងយើងផ្សេងបរិយទៀតដល់កញាក់សាច់